សួស្តីខ្ញុំឈ្មោះលីឥឡូវខ្ញុំនឹងមកប្រាប់អ្នកនរអំពីការដូរពណ៌ម៉ៅរបស់យើងមួយក៏ការពង្រីកទំហំម៉ៅឲ្យវាធំអញ្ចឹងជាដំបូងយើងមានច្រើនទេយើងចូលមកកាន់ពាក្យ search ហើយយើងដាក់ពាក្យម៉ៅ setting MOUSE ម៉ៅ setting คลิกលើវាមកបន្តមកទៀតយើងscroll វាមកខាងក្រោមមកយើងនឹងឃើញពាក្យ mouse pointer and text twice តើមកคลิกលើវានឹងមានកន្លែងយើងជ្រើសរើសពណ៌អានេះយើងកន្លែងយើងជ្រើសរើសពណ៌យើងអាចដាក់ពណ៌ឲ្យដាក់ទៅស្អាតចិត្តយើងពណ៌បេតុងពណ៌ខៀវជួយយើងខ្ញុំជួយពណ៌ខៀវយើងដាក់ពណ៌ខៀវហើយកន្លែងនេះជាទំហំសាយរបស់ម៉ៅយើងចង់ដាក់វាទូចដាក់វាធំក៏វាធំអញ្ចឹងដែរតែដាក់វាទូចមកមកនេះចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេពេលnàoអ្នកធ្វើហើយគឺវាអាចយើងប្រើបានធម្មតាអូខេអរគុណអ្នកបាយបាយ